นี่คือជាវីដេអូផានស៊ីកតពីសកម្មភាពមុននៃការធ្វើភ្នំនៅផាប់របស់យើងអញ្ចឹងដោយអ្នកទាំងអស់គ្នាបានទស្សនាវីដេអូមុនហើយគឺយើងមានដំណើរការធ្វើភ្នំហ្នឹងមានពីវីដេអូទី1មកប៉ុន្តែឥឡូវដល់វីដេអូទី6ហើយអញ្ចឹងសកម្មភាពក្នុងការរៀបចំក៏ដូចជាការដំឡើងនៃភ្នំនេះគឺវាចិត្តរួចរាល់ហើយយើងនៅសល់តែទីតាំងភ្នំធំទេហើយទីតាំងភ្នំធំនេះគឺយើងបានធ្វើដីរួចរាល់ហើយគ្រាន់តែយើងបំពាក់តែស្មៅគឺរួចរាល់តែម្ដងហើយវីដេអូមុនក៏យើងបង្ហាញពីសកម្មភាពក្នុងការយក bonsai ដើម្បីយកមកបំពាក់ដំឡើងនៅលើភ្នំដែរអញ្ចឹងដើម្បីឲ្យដឹងថាតើដើមមួយណាវាសមនឹងទីតាំងមួយណាគឺយើងត្រូវតម្រៀបគ្នាសិនសម្រាប់ដើម bonsai យើងមានតាំងពីដើមតូចរហូតដល់ដើមធំហើយតម្រង់ដើមវាមួយគឺផ្សេងពីគ្នាមានទាំងតម្រង់បែបតូចបែបធំបែបកាច់កោងអីអញ្ចឹងទៅអញ្ចឹងដើម្បីឲ្យយើងដឹងថាតើតម្រង់មួយណាវាត្រូវនឹងទីតាំងមួយណាគឺយើងត្រូវតម្រៀបគ្នាសិនទៅយើងបែងចែកតាម011ដែលយើងគួរតែដាក់អញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺតម្រង់ដើម bonsai មួយគឺស្អាតមែនតើមានទាំងអាអេនអនមានទាំងអាដៃឆ្វេងស្ដាំមានទាំងតូចមានទាំងធំឥឡូវយើងទៅមើលទាំងអស់គ្នាថាសកម្មភាពក្នុងការលោក៏ដូចជាបំពាក់នៃដើម bonsai របស់យើងហ្នឹងតើវាទៅជាយ៉ាងណាបន្ទាប់ពីយើងបានរៀបចំភ្នំហើយណាអញ្ចឹងចាំមើលទាំងអស់គ្នាឥឡូវយើងកំពុងតែរៀបចំក្នុងការទៅរៀបវាសិនហើយទីតាំងភ្នំយើងក៏ដូចជាមិនទាន់បិទស្មៅបានជុំចិត្តដែរប៉ុន្តែការងារហ្នឹងវាអត់យូរទេគ្រាន់តែក្រាស្មៅគឺវាលឿនទេអញ្ចឹងគឺយើងចាប់ផ្ដើមបញ្ចូលនៅមេត្រាបដាហើយដោយសារអីយើងមានក្រុមការងារបែងចែកតាម011ដែលយើងត្រូវធ្វើអញ្ចឹងណាអញ្ចឹងវីដេអូនេះវាអត់មានអីច្រើនទេគ្រាន់តែចង់បង្ហាញតទៅជាមួយនឹងសកម្មភាពផ្សេងក៏ដូចជាការវិវត្តនៃការធ្វើរបស់យើងណាដោយសារវីដេអូខ្ញុំធ្វើរៀងខ្លីៗដែរអញ្ចឹងវារៀងច្រើនវីដេអូបន្តិចហើយប៉ុន្តែអាចទស្សនាបានក៏ដូចជាខ្ញុំធ្វើទុកជាអនុស្សាវរីយ៍សម្រាប់ឲ្យអ្នកទាំងអស់គ្នាមើលណាអញ្ចឹងហើយដូចឃើញអញ្ចឹងគឺយើងចាប់ផ្ដើមយកមកបន្ថែមទៀតហើយព្រោះដោយសារដើម bonsai គឺយើងយកមកច្រើនមែនតើគឺដើម្បីយកមកលោត្រូវមួយណាគឺយើងដាក់មួយហ្នឹងមួយណាដែលអត់ត្រូវគឺយើងយកត្រឡប់ទៅវិញអញ្ចឹងណាដោយបញ្ជាក់នៅវីដេអូមុនអញ្ចឹងគឺយើងយកមកសម្រាប់សកួរក៏ដូចជាសម្រាប់មើលជាក់ស្ដែងថាតើមួយណាវាសមនឹងកន្លែងណាមួយណាដែលវាត្រូវជាមួយនឹងកន្លែងណាអញ្ចឹងណាអញ្ចឹងហើយដោយអ្វីដែលខ្ញុំបានរៀបរាប់ខាងវីដេអូមុនអញ្ចឹងគឺយើងផ្ដោតទៅលើសភនភាពក៏ដូចជាទីតាំងដែលយើងដាក់ទៅវាសមស្របអញ្ចឹងណាអញ្ចឹងកុំភ្លេចចាំទស្សនាបន្តទៀតជាមួយនឹងការបំពាក់មេត្រារហូតពីដើមដល់ចប់ណាអរគុណច្រើន